យកតារាគ្នាឯងជាប្តីប្រពន្ធស្នេហាមិនបានយូរអង្វែងឬពាក្យនេះទំនងជាមិនត្រូវទាំងស្រុងនោះទេព្រោះគ្រប់យ៉ាងកើតចេញពីការតាំងចិត្តនិងនិស្ស័យរបស់មនុស្សម្នាក់ទេតើហើយពាក្យនេះរឹតតែមិនមានឥទ្ធិពលចំពោះតារាស្រីទាំងនេះឡើយព្រោះក្រៅពីជោគជ័យនៅក្នុងអាជីពសិល្បៈពួកគេថែមទាំងមានសំណាងមិនគួរឲ្យជឿនៅក្នុងរឿងស្នេហាដែលមានស្វាមីជាតារាដូចគ្នាទៀតផងស្វាមីរបស់ពួកគេបានបង្ហាញនូវក្តីស្នេហ៍ស្មោះស្ម័គ្រនិងសមត្ថភាពអស្ចារ្យនៅក្នុងការរក្សាស្នេហាឲ្យបានគង់វង្សក្នុងជីវិតគ្រួសារពួកគេបានធ្វើជាសសរដ៏រឹងមាំសម្រាប់ភរិយានិងកូនមានទំនួលខុសត្រូវខ្ពស់យកចិត្តទុកដាក់និងតម្រង់ទិសគ្រួសារទៅរកសុភមង្គលពិតរហូតប្រពន្ធមានឈ្មោះថាជានារីសំណាងទៀតផងតោះកុំឲ្យខាតពេលយូរយើងទៅស្គាល់តារាស្រីដ៏សារសំណាងទាំងអស់គ្នាមុនចូលដល់ខ្លឹមសារវីដេអូទាំងស្រុងចង់ណែនាំអ្វីពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាចង់បានរបស់ខ្ជូខ្ជូឬក៏ចង់ធ្វើខ្នើយបតោងសោឬតុក្កតា customize ដែលអាចដាក់រូបបានអាចចូលទៅកាន់ Facebook page Omegi ដូច្នេះបើសិនជាចង់ស្វែងរកកណ្ដោខ្ជូខ្ជូដែលមានន័យសម្រាប់ខ្លួនឯងឬក៏ជួបមួយជាទីស្រឡាញ់កុំភ្លេច Omegi ណា1តារាសម្ដែងសុនយាជីនភរិយាតារាសម្ដែងហ៊ុនប៊ីននាងបានរៀបការកាលពីខែមីនាឆ្នាំ2022ជាមួយនឹងហ៊ុនប៊ីនតារាសម្ដែងដែលមានការកោតសរសើរនិងជាទីគោរពបំផុតរបស់កូរ៉េបន្ទាប់ពីពួកគេបានសម្ដែងជាមួយគ្នានៅក្នុងរឿង Crash Landing on You រឿងស្នេហានៅក្នុងជីវិតពិតរបស់ពួកគេពិតជាផ្អែមដោយសាច់រឿងតាក់តែនៅក្នុង K-drama ហ៊ុនប៊ីនបានធ្វើឲ្យសុនយាជីនក្លាយជានារីដ៏មានសំណាងដោយសារតែលោកគឺជាស្វាមីដែលជាសុភាពបុរសពិតមានចរិត Slot Boat ចេះការពារនិងគោរពភរិយាចេះលើកសរសើរភរិយានៅក្នុងបទសម្ភាសន៍ដែលជាទូទៅកម្រមានតារាណាដែលលើកពីជីវិតគូឲ្យសាធារណជនឮណាស់ដូច្នេះទង្វើនេះវាពិតជាបង្ហាញអំពីការឲ្យតម្លៃពិតនៅក្នុងនាមជាស្វាមីជូនចំពោះភរិយា2តារាសម្ដែង Kim Tae Hee ភរិយារបស់តារាចម្រៀង Ren គូស្នេហ៍ទាំងពីរបានរៀបការជាមួយគ្នាកាលពីឆ្នាំ2017ត្បិតថាមង្គលការរបស់ពួកគេរៀបចំជាលក្ខណៈទ្រង់ទ្រាយតូចតាចប៉ុន្តែមានន័យបំផុតជាគូស្នេហ៍ដែលមានរូបសម្រស់ស្រស់ស្អាតល្បីដូចគ្នានិងក៏ជាប់ឈ្មោះជាគូស្នេហ៍កម្ពុជាតារាដែរ Ren ត្រូវបានគេស្គាល់ថាជាស្វាមីដែលយកចិត្តទុកដាក់ចំពោះប្រពន្ធកូនខ្លាំងណាស់រវល់ការងារមែនប៉ុន្តែលោកក៏តែងផ្ដោតទៅលើគ្រួសារនិងការពារជានិច្ចដែរ3តារាសម្ដែងលីមីងជុងភរិយាតារាសម្ដែងលីភយ៉ងហ៊ុនជាគូស្នេហ៍រៀបការកាលពីឆ្នាំ2013នាងត្រូវបានគេចាត់ទុកថាជានារីមានសំណាងដោយសារតែមានលីភយ៉ងហ៊ុនជាស្វាមីដែលស្រឡាញ់នាងខ្លាំងហើយជារឿយៗនាងត្រូវបានស្វាមីលើកថាជាកម្លាំងចិត្តដ៏ធំបំផុតរបស់លោកក្នុងពេលដែលលោកជួបឧបសគ្គលំបាកគ្រប់យ៉ាង4តារាសម្ដែងមីនយ៉ូរីនភរិយាតារាចម្រៀងថៃយ៉ាងក្រុម Big Bangជាគូស្វាមីភរិយាដែលបានរៀបការកាលពីឆ្នាំ2018អ្នកណាក៏ដឹងដែរថាថៃយ៉ាងគឺជាសុភាពបុរសដែលស្រឡាញ់ប្រពន្ធខ្លាំងលោកតែងលើកកិត្តិយសភរិយានិងនិយាយជារឿយៗថាភរិយារបស់លោកគឺជាកត្តាជំរុញកម្លាំងបំផុតនៅក្នុងជីវិតនេះរឿងស្នេហារបស់ពួកគេត្រូវបានកោតសរសើរចំពោះភាពស្មោះត្រង់និងមានភាពចាស់ទុំ5តារាសម្ដែងលីដាអ៊ីនភរិយាតារាសម្ដែងលីសឹងគីអាពាហ៍ពិពាហ៍របស់ពួកគេបានក្លាយជាព័ត៌មានដ៏កក្រើកគួរសមដែរប្រចាំវិស័យសិល្បៈលីសឹងគីបានការពារដោយបើកចំហនិងគាំទ្រនាងប្រឆាំងទៅនឹងសារព័ត៌មានដែលបានចុះផ្សាយនៅក្នុងន័យអវិជ្ជមានដោយលោកបានបង្ហាញអំពីភាពស្មោះត្រង់និងការយោគយល់ជានិច្ចចំពោះភរិយា6តារាសម្ដែងកុងយូជីនភរិយាតារាចម្រៀងកូរ៉េកាត់អាមេរិក Kevin Oពួកគេបានរៀបការជាមួយនឹងគ្នាកាលពីឆ្នាំ2022ទោះបីជាមានគម្លាតអាយុខុសគ្នា10ឆ្នាំក៏ដោយក៏ Kevin ជាស្វាមីដែលមានអាយុប្អូនភរិយានេះត្រូវបានគេដឹងថាមានចិត្តស្រឡាញ់ការពារ Slot Boat គោរពនិងគាំទ្រអាជីពសម្ដែងរបស់ភរិយាដោយគ្មានលក្ខខណ្ឌ7តារាសម្ដែង Lee Da-hee ភរិយាតារាចម្រៀង Sevenអ្នកទាំងពីរបានរៀបការនឹងគ្នាកាលពីឆ្នាំ2023នាងមានសំណាងណាស់ព្រោះ Seven តែងផ្ដល់នូវការគាំទ្រនិងការពារនាងខ្លាំងហើយលោកពិតជាគោរពអាជីពការងាររបស់ប្រពន្ធនិងចេះរក្សាជីវិតឯកជនពួកគេឲ្យស្ងប់ស្ងាត់និងមានក្តីសុខបំផុត8តារាសម្ដែងលីបូយ៉ុងភរិយាតារាសម្ដែងជីស៊ុងជាគូស្វាមីភរិយាដែលបានរៀបការកាលពីឆ្នាំ2013ដោយដែលប្រិមិត្តបានដឹងហើយថាជីស៊ុងត្រូវមហាជនសរសើរកប់មាត់ថាជាស្វាមីល្អឪពុកគំរូពិសេសស្របពេលប្រពន្ធទទួលការងារថតរឿងនោះតារាប្រុសរូបនេះតែងធានាមើលកូនបានយ៉ាងល្អនិងមិនឲ្យប្រពន្ធហត់ឡើយ9តារាសម្ដែងហាន់កាអ៊ីនភរិយាតារាសម្ដែងយុនជុងហ៊ុនតាំងពីរៀបការកាលពីឆ្នាំ2005មកពួកគេបានរក្សាកិត្តិយសនិងក្តីសុខគ្រួសារស័ក្តិសមមានឈ្មោះជាគូស្នេហ៍គំរូប្រចាំសិល្បៈណាស់នាមជាប្តីល្អជុងហ៊ុនបានសម្រាប់បន្ទោសប្រពន្ធច្រើនណាស់នៅក្នុងការមើលថែទាំកូនចៅមិនឲ្យប្រពន្ធមានពាក្យថាហត់នឿយឡើយ10តារាសម្ដែងយូជីនភរិយាតារាសម្ដែងខីថេយ៉ុងគូស្នេហ៍ដែលរៀបការកាលពីឆ្នាំ2011មួយគូនេះក៏ស្វីតមិនអន់ដែរខីថេយ៉ុងគឺជាបុរសម្នាក់ដែលមានចរិត Slot Boat និងជាមេគ្រួសារដែលមានទំនួលខុសត្រូវខ្ពស់អ្នកទាំងពីរតែបង្ហាញមកជារឿយៗនៅក្នុងកម្មវិធីទូរទស្សន៍ហើយវត្តមានរបស់ពួកគេក៏ជាឱកាសអាចឲ្យមហាជនរឹតតែដឹងច្បាស់ថាថេយ៉ុងចាស់ទុំនិងពូកែមើលថែប្រពន្ធកូនយ៉ាងណាហើយ11 Kim So Yeon ភរិយាតារាសម្ដែងលីសាំងវូ
ស្វាមីភរិយាមួយគូនេះបានចូលរួមការជាមួយនឹងគ្នាកាលពីឆ្នាំ2017ហើយជីវិតគ្រួសាររបស់ពួកគេស្គាល់តែពាក្យថាសុខទេសូយ៉ុនត្រូវបានគេចាត់ទុកថាជានារីម្នាក់ដែលមានសំណាងដែលមានសាំងវួរជាស្វាមីពួកគេទាំងលើកទឹកចិត្តមើលថែហើយជាបង្អែកដ៏រឹងមាំសម្រាប់នាងដូច្នេះមិនថាមានឧបសគ្គអ្វីពួកគេទាំងពីរនាក់តែងកាន់ដៃគ្នាជាប់មិនលែងដាច់ខាត12តារាសម្ដែងផាកហាសុនភរិយាតារាសម្ដែងរយុស៊ូយ៉ុងគូស្នេហ៍ដែលបានរៀបការកាលពីឆ្នាំ2017មួយគូនេះមានរយុស៊ូយ៉ុងដែលជាបរិសុទ្ធពូកែយល់ចិត្តជាស្វាមីលោកពូកែទាំងថ្នាក់ថ្នមប្រពន្ធហើយថែមទាំងខំរៀនធ្វើម្ហូបដើម្បីប្រពន្ធទៀតផងបានស្វាមីពូកែយល់ចិត្តបែបនេះហើយរឿងអីដែលថាផាកហាសុនមិនសំណាងនោះ13តារាសម្ដែងផាកឈិនហេភរិយាតារាសម្ដែងឆយថៃជុនអ្នកទាំងពីរបានរៀបការជាមួយនឹងគ្នាកាលពីឆ្នាំ2022ហើយនៅឆ្នាំដដែលពួកគេក៏បានស្វាគមន៍កូនប្រុសជាទីស្រឡាញ់នៅខែឧសភាទំនាក់ទំនងស្នេហានេះផ្ដើមចេញពីមិត្តភាពហើយស្នេហាក៏លេចរូបរាងនិងប្រកាសជាសាធារណៈនៅឆ្នាំ2018គូស្នេហ៍វ័យក្មេងមួយគូនេះត្បិតថានៅក្មេងៗប៉ុន្តែពួកគេមានការគិតបែបចាស់ទុំពិសេសគឺថៃជុនបានមើលថែគ្រួសារបានយ៉ាងល្អនៅក្នុងនាមជាមេគ្រួសារ14កាមីភរិយាតារាសម្ដែងជោចុងសុកស្វាមីភរិយាមួយគូនេះបានរៀបការក្លាយជាគូជីវិតតាំងពីឆ្នាំ2018ក្រោយពីចាប់ផ្ដើមស្រឡាញ់គ្នាកាលពីឆ្នាំ2013ហើយបច្ចុប្បន្នពួកគេទាំងពីរនាក់មានកូន2នាក់ជោចុងសុកត្រូវបានគេចាត់ទុកថាជាស្វាមីដ៏ល្អម្នាក់របស់កាមីមិនថានៅពីមុខកាមេរ៉ាឬក្នុងជីវិតឯកជនលោកតែងបង្ហាញការគាំទ្រចំពោះអាជីពរបស់ភរិយានិងតែងបង្ហាញថាភរិយារបស់ខ្លួនបានជះឥទ្ធិពលវិជ្ជមានឲ្យលោកក្លាយជាមនុស្សល្អនិងជាអត់ធ្មត់ជាងមុនក្តីស្រឡាញ់និងការចេះគិតគូរពីគ្នានេះហើយទើបធ្វើឲ្យអ្នកទាំងពីរត្រូវបានគេកោតសរសើរចំនិងលើកថាជាគូស្នេហ៍គំរូប្រចាំខ្សែសិល្បៈដើម្បីទទួលបានមាតិកាថ្មីៗវីដេអូចម្រុះផ្សេងៗពីតារាចិននិងកូរ៉េលឿនមុនគេកុំភ្លេចចូល Subscribe Channel YouTube របស់ Eversary ការគាំទ្ររបស់អ្នកពិតជាកម្លាំងចិត្តដ៏មានន័យបំផុតសម្រាប់យើងនៅក្នុងការបង្កើតមាតិកាថ្មីៗ